ថ្ងៃម៉េចខ្ញុំជួបនឹងភ្ញៀវម្នាក់គឺគាត់ទិញអាគុយថ្មីខ្សែម៉ាស៊ីប៉េណាបាទដែលមានបញ្ហាប៉ុន្តែអាគុយហ្នឹងគឺគាត់មិនមែនទិញនៅកន្លែងខ្ញុំទេគាត់ទិញនៅកន្លែងគេផ្សេងបាទតម្លៃ 150,000 បាទគឺតម្លៃរបស់ខ្ញុំលក់ក៏ 150,000 ដែរខ្ញុំអត់មានលាក់បាំងតម្លៃទេបាទខ្ញុំក៏ប៉ុន្តែអ្វីដែលខុសនោះគឺគាត់អត់មានធានាជូនភ្ញៀវទេបាទរាល់តែគាត់មានបញ្ហាគឺគាត់អត់ទទួលស្គាល់ណាបាទហើយខ្ញុំក៏ជួយដោះស្រាយឲ្យគាត់ដែរខ្ញុំថាបើសិនជាអាគុយមានបញ្ហាមែនឥឡូវចេះព្រោះបើហើយរបស់ខ្ញុំគឺមកវាដូចគ្នាអញ្ចឹងណាបើសិនជាចង់ផ្លាស់ប្ដូរអាចຕົកនៅនឹងទៅខ្ញុំឲ្យក្រុមហ៊ុនគេជួយឆែកមើលឲ្យព្រោះមកដូចគ្នាអញ្ចឹងខ្ញុំជួយសម្រួលឲ្យគាត់ព្រោះគាត់មើលទៅក៏យ៉ាងខ្សត់ខ្សោយលុយដែរអញ្ចឹងណាបន្ទាប់មកខ្ញុំក៏បានឲ្យគាត់ទុកអាគុយគាត់នៅនឹងទៅបាទហើយខ្ញុំក៏ឲ្យក្រុមហ៊ុនគាត់ឆែកមើលអញ្ចឹងណាបាទគាត់ឆែកមើលទៅគឺអាគុយនឹងខូចមែនអញ្ចឹងគឺខ្ញុំផ្លាស់ប្ដូរអាគុយថ្មីរបស់ខ្ញុំហ្នឹងណាបាទជូនឲ្យគាត់តែម្ដងតែបិទតែអាគុយគាត់ហ្នឹងពីដំបូងគាត់មិនបានទិញនៅខ្ញុំទេប៉ុន្តែខ្ញុំអាចជួយដោះស្រាយគាត់បានអញ្ចឹងណាបងប្អូនបាទពេលនេះហើយគឺគាត់មានអារម្មណ៍ថាសប្បាយចិត្តណាបាទអញ្ចឹងគឺគាត់មានអារម្មណ៍ថាអ្នកលក់អត់ដូចគ្នាទាំងអស់ទេណាបាទអញ្ចឹងអ្នកលក់ខ្លះគាត់លក់ចង់បានតែលុយទេនិយាយឡើងថាងដូចខ្ញុំហ្នឹងលក់អត់ចង់បានលុយខ្ញុំលក់ក៏ចង់បានលុយដែរបងប្អូនបាទប៉ុន្តែគ្រាន់ថាយើងមានទំនួលខុសត្រូវមកលើអវ៉ាន់របស់យើងបើសិនយើងមានបញ្ហាយើងផ្លាស់ប្ដូរជូនគាត់អញ្ចឹងណាបាទប៉ុន្តែបាទបើសម្រាប់បងប្អូនដែលគាត់ទិញពីខ្ញុំទៅបានតម្លៃពិសេសហើយមានការធានាគឺខ្ញុំបានព្រីជូនបិទ skin ជូនបងប្អូនយើងចំនួន2នាក់អញ្ចឹងណាបងប្អូនបាទអញ្ចឹងគឺវាកាន់តែចំណេញទៅលើបងប្អូនរាល់បងប្អូនដែលទិញមានទាំងការធានាបានទាំងរបស់ព្រីទៀតអញ្ចឹងគឺកាន់តែពិសេសទៀតអញ្ចឹងណាបងប្អូន